បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះជួបជាមួយខ្ញុំម្ដងទៀតហើយគឺការ៉ាលក់ម៉ូតូ CKH នៅប្រទេសជប៉ុនបាទហើយឃ្លាំងលក់ម៉ូតូយើងខ្ញុំថ្ងៃនេះសូមណែនាំបងប្អូនជាមួយនឹងម៉ូតូ CRF កម្លាំង 250L បាទអញ្ចឹងហើយបើសិនជាចង់ដឹងច្បាស់សូមចូលទៅក្នុងវីដេអូនេះហើយចំណុចទី1ដែលយើងអាចមកឃើញដំបូងឡើយម៉ូតូ CRF ស៊េរីឆ្នាំខ្ពស់ជាងគេហ្នឹងគឺមានតែមបច្ឆបាទ CRF 250L បាទតែមបច្ឆដែលវាស្អាតមើលទៅដូចលយមែនតើបងប្អូនហើយអានេះគឺជាពណ៌ស៊េរីថ្មីថែមទៀតគេហៅថាពណ៌ស៊ីម៉ងបាទឬក៏ពណ៌កដោប្រមេះឬក៏ពណ៌ប្រផេះឬក៏ពណ៌ស្អីបងប្អូនអាចហៅតាមចិត្តបានបាទប៉ុន្តែអានេះគឺជាស៊េរីឆ្នាំចុងក្រោយគេហើយបាទហើយចំណុចដែលខ្ញុំកត់ចំណាំមួយទៀតនោះគឺអីគេនេះកង់ Excel បងប្អូនកង់ Excel វាហ្នឹងគឺជា Takasago Excel ហ្នឹងខ្ញុំឃើញមានបំពាក់តាំងពីចំនួន XR នោះបាទប្រភេទ Excel នេះហើយមួយវិញទៀតម៉ូតូនេះបំពាក់មកជាមួយនឹងម៉ាស៊ីនបងប្អូនម៉ាស៊ីនវាហ្នឹងអាការចំនួនចាស់ហ្នឹងខ្ញុំឃើញដូចជាអាក្បាលនេះហ្នឹងដូចជាវាពណ៌ដូចនឹងអាស៊ីឡាំងនេះទេប៉ុន្តែឥឡូវអាក្បាលកម៉ូតសប៉ាប់ហ្នឹងវាឡើងទៅជាពណ៌ខ្មៅហើយបាទឡើងខ្មៅទៅដូចថា upgrade បងប្អូនមើលទៅដូចលយមែនតើហើយម៉ូតូនេះគឺជាម៉ូតូថ្មីសុទ្ធអញ្ចឹងហើយបងប្អូនចាំបាច់ថាយគេវាប៉ះឬក៏វាមិនដំណើរការកន្លែងណាខ្លាចអីក៏អត់មានទេបងប្អូនម៉ូតូថ្មីសុទ្ធគឺថ្មីសុទ្ធហើយម្យ៉ាងទៀតបងប្អូនមើលព្រុយកង់វាណាព្រុយកង់វាគឺមែនតើបងប្អូនអត់តាន់សឹកដល់នេះផងព្រុយឡើងដល់សបកកង់ខាងលើបងប្អូនហើយម៉ូតូជប៉ុនគឺគេអត់ខ្ញុំអត់ដឹងថាម៉ូតូថៃរបៀបម៉េចទេបងប្អូនម៉ូតូជប៉ុនវាចូលចិត្តដាក់នេះអាចំណាំងផ្លាតនេះប៉ុន្តែម៉ូតូ CRF នេះក៏មានលក់នៅស្រុកថៃដែរបាទម៉ូតូស្រុកថៃគឺអា CRF នេះគឺមានតែកម្លាំង 300cc តែប៉ុណ្ណោះ300កម្លាំងវា300បងប្អូនប៉ុន្តែនៅជប៉ុនគឺមានតែ250តែប៉ុណ្ណោះបាទហើយអញ្ចឹងហើយបើសិនជាបងប្អូនដូចថាមិនចូលចិត្តបោះថៃទេឥឡូវអត់ចូលចិត្តអញ្ចឹងហើយអាចមកមើលប្រភេទម៉ូតូដែលធ្វើនៅជប៉ុនបានបាទហើយមួយទៀតម៉ូតូអាស៊េរីថ្មីជាងគេបងប្អូនយើងអាចកត់ចំណាំបានថានេះវាមានអាក្បាំងដៃនេះបងប្អូននេះអាក្បាំងដៃនេះយើងអាចដឹងថានៅចំនួនមុនណាបងប្អូនចំនួនមុនហ្នឹងគឺអត់ដែរមានទេតែអាចំនួនហ្នឹងឯងគេគាត់ថាឲ្យតែម៉ូតូ off road គឺដឹងតែវាត្រូវការអាក្បាំងដៃហ្នឹងហើយទោះបីអញ្ចឹងហើយក្រុមហ៊ុន Honda ប្រហែលជាចង់ដាក់មកដើម្បីផ្គាប់ចិត្តអតិថិជនរបស់គេហ្នឹងគឺគេដាក់ក្បាំងដៃហ្នឹងឲ្យចឹងទៅហើយម៉ូតូនេះវិញគឺកុងទ័រគីឡូប្រហែលដែរអត់មានកុងទ័រមកពីម៉ូតូថ្មីសុទ្ធបងប្អូនហើយម៉ូតូថ្មីសុទ្ធគឺភ្ជាប់មកជាមួយនឹងកូនសោ2គ្រាប់ហើយនឹងកញ្ចក់ប្រអប់កញ្ចក់ខ្ញុំអត់បានយកមកទេបាទកំពុងតែខ្ចប់បងប្អូនប៉ុន្តែធានាថាមានអញ្ចឹងហើយម៉ូតូថ្មីសុទ្ធដូចអត់មានអីនិយាយដែរប៉ុន្តែគ្រាន់តែថាម៉ូតូថ្មីសុទ្ធថៃបានគេធ្វើអាស៊េរីថ្មីនឹងចេញមកគឺមកពីវាស៊ីសាំងកាន់តែតិចហើយនឹងកម្លាំងស្ទុះឬក៏កម្លាំងកន្ត្រាក់គឺកាន់តែខ្លាំងបាទអញ្ចឹងហើយនេះនៅនេះអាចុចសនេះគឺបានន័យថាគេសវិសបងប្អូនគេរឹតសោយគេចុចមួយកុំឲ្យគេភ្លេចបាទអញ្ចឹងសូមអរគុណបងប្អូនទាំងអស់គ្នាហើយបើសិនជាបងប្អូនត្រូវការប្រភេទម៉ូតូ CRF កម្លាំង 250L គឺជាប្រភេទម៉ូតូដែលគេដាក់លក់នៅជប៉ុនអញ្ចឹងបងប្អូនអាចតាក់ទងយើងខ្ញុំបានតាមប្រអប់ផ្សារបាទអញ្ចឹងសូមអរគុណនិងជួបគ្នាក្នុងវីដេអូក្រោយៗទៀតបាទ